ព្រះអម្ចាស់ក្សត្រីស៊ីសវត្តពងសានមនីមានព្រះនាមហៅក្រៅថាម្ចាស់ម៉ោងជាព្រះរាជបុត្រីនៃព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសវត្តមុនីវង្សនិងគុណព្រះមនាងកេសរមាលាឯកណាថព្រះអម្ចាស់ក្សត្រីមានព្រះអនុក្សត្រារួមឧទោមេដាតែមួយចំនួនមួយព្រះអង្គមានព្រះនាមថាព្រះអម្ចាស់ក្សត្រាស៊ីសវត្តមុនីលក្ខណៈព្រមទាំងមានព្រះរាមក្សត្រាក្សត្រីនិងព្រះអនុក្សត្រាក្សត្រីមេដាដតីចំនួន25អង្គទៀតនៅក្នុងព្រះកុមារភាពព្រះអម្ចាស់ក្សត្រីបានចូលរៀនចំណេះដឹងទូទៅនៅវិជ្ជាមេផ្ទះនៅសាលាសម្ដេចម៉ាលីកាឆ្នាំ1941ព្រះអម្ចាស់ក្សត្រីស៊ីសវត្តពងសានមុនីបានក្លាយជាព្រះជាយានៃសម្ដេចព្រះនរោត្តមសីហនុហើយបានមានព្រះរាជបុត្រាព្រះរាជបុត្រីរួមព្រះអង្គចំនួន7ព្រះអង្គរួមមានទី1ព្រះអម្ចាស់ក្សត្រានរោត្តមយុវនាថសោយទីមង្គតនៅថ្ងៃទី13ខែមករាឆ្នាំ2021នាសហរដ្ឋអាមេរិកទី2ព្រះអម្ចាស់ក្សត្រានរោត្តមរាវីវង្សសោយទីមង្គតនៅក្នុងឆ្នាំ1973នៅក្នុងតំបន់រំដោះទី3ព្រះអម្ចាស់ក្សត្រានរោត្តមចក្រពង្សស្ដេចគង់ព្រះជន្មដល់សប្តាហ៍ថ្ងៃនៅក្នុងព្រះក្រមងារជាទីសម្ដេចក្រមព្រះទី4ព្រះអម្ចាស់ក្សត្រីនរោត្តមសូរិយារាំងសីត្រូវបានខ្មែរក្រហមធ្វើគុតនៅឆ្នាំ1976ទី5ព្រះអម្ចាស់ក្សត្រីនរោត្តមគុណធបុប្ផាសោយព្រះពិរាល័យនៅក្នុងឆ្នាំ1952ទី6ព្រះអម្ចាស់ក្សត្រានរោត្តមខេមានុរៈត្រូវបានខ្មែរក្រហមធ្វើគុតនៅឆ្នាំ1976ទី7ព្រះអម្ចាស់ក្សត្រីនរោត្តមបុទុមបុប្ផាត្រូវបានខ្មែរក្រហមធ្វើគុតនៅឆ្នាំ1976ក្រោយពីបានចែកផ្លូវពីសម្ដេចព្រះនរោត្តមសីហនុព្រះអម្ចាស់ក្សត្រីបានបន្តរួមរស់ជាមួយនឹងលោកឧត្តមមន្ត្រីអ៊ួនជុំសាក់4កងទ័ពម៉ារីនដោយមានបុត្រាបុត្រីចំនួន3នាក់ទៀតរួមមានកែវអ៊ួនសូហ្វីកែវអ៊ួនលីលីនិងកែវអ៊ួនទីទីព្រះម្ចាស់ក្សត្រីជាព្រះរាជវង្សានុវង្សមួយព្រះអង្គដែលមានព្រះទ័យល្អតែងតែសន្តោសប្រោសប្រណីនិងជួយសង្គ្រោះដល់ទុរគតជនដោយមិនរើសអើងជាមួយគ្នានេះព្រះអម្ចាស់ក្សត្រីក៏ជាពុទ្ធសាសនូបត្ថម្ភដ៏ឆ្នើមមួយព្រះអង្គផងដែរក្រោយរដ្ឋប្រហារថ្ងៃទី18មីនាឆ្នាំ1970ព្រះអម្ចាស់ក្សត្រីបានជួបរឿងដ៏សែនរន្ធត់ដោយក្រុមទាហានលន់នល់មួយឡានបានចូលប្លន់មាសពេជ្ររបស់ព្រះអង្គនៅក្នុងព្រះដំណាក់ព្រះអម្ចាស់ក្សត្រីក៏បានចាប់ផ្ដើមធ្លាក់ព្រះកាយប្រឈួនជាញឹកញាប់នៅថ្ងៃទី4ខែវិច្ឆិកាឆ្នាំ1973ព្រះអម្ចាស់ក្សត្រីបានហែសម្ដេចព្រះមហាក្សត្រយានីព្រះកុសុមៈចេញពីប្រទេសកម្ពុជាទៅសាធារណរដ្ឋប្រជាមានិតចិនព្រះអម្ចាស់ក្សត្រីក៏បានបន្តគង់នៅប្រទេសចិនអស់រយៈពេល3ខែដើម្បីសម្រាប់ព្យាបាលព្រះរោគបោសខ្នងរបស់ព្រះអង្គលុះបានជាសះស្បើយហើយព្រះអម្ចាស់ក្សត្រីក៏បានយាងមកប្រទេសកម្ពុជាវិញនៅក្នុងគោលបំណងមកនាំស្វាមីនិងបុត្រាបុត្រីរបស់ព្រះអង្គចេញទៅគង់នៅប្រទេសចិនតែការធ្វើដំណើរចេញពីប្រទេសកម្ពុជាចេះតែមានការលើកពេលជារៀងរហូតជាអកុសលនៅថ្ងៃទី5ខែធ្នូឆ្នាំ1974ព្រះអម្ចាស់ក្សត្រីបានសោយព្រះពិរាល័យដោយពលអាហារនៅក្នុងដំណាក់ក្បែរវត្តឋានរដ្ឋចេតនីភ្នំពេញនៅក្នុងព្រះជន្មាយុ48ព្រះវស្សាពិធីបុណ្យព្រះសពរបស់ព្រះអង្គបានរៀបចំតាមគន្លងព្រះពុទ្ធសាសនាយ៉ាងស្ងៀមស្ងាត់បំផុតហើយក៏បានរៀបចំព្រះពិធីបុណ្យព្រះមេរុនៅក្នុងបរិវេណវត្តបទុមវតីរាជវរារាមបន្តមកព្រះអធិរបស់ព្រះអង្គក៏ត្រូវបានដង្ហែទៅតម្កល់ទុកនៅក្នុងព្រះចេតិយនៅក្នុងបរិវេណវត្តបទុមវតីរាជវរារាមផងដែរចំពោះជោគវាសនារបស់លោកអ៊ួនជុំជាស្វាមីរបស់ព្រះអង្គវិញត្រូវបានខ្មែរក្រហមចាប់ខ្លួននៅរយៈពេល3ថ្ងៃក្រោយពីថ្ងៃ17មេសាឆ្នាំ1975អំឡុងពេលខ្មែរក្រហមជំនះប្រជាជនចេញពីរដ្ឋធានីភ្នំពេញឯបុត្រាបុត្រីទាំង3របស់ព្រះអង្គក៏ត្រូវបានបាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហមជាបន្តបន្ទាប់ផងដែរ